ហុកថតមកស្លឹកដែលល្អខោវាថតមកពលឺធំធៅច្បាស់ណាស់ subject យើងក៏សំខាន់ដែរអញ្ចឹងធ្វើម៉េចទើបធ្វើឲ្យ subject យើងថតមកបានច្បាស់ល្អពេលយើងកាន់កាមេរ៉ាថតរូបគឺជាមិនផុតទេពីការអង្គើឬក៏ញ័រដៃយើងអាចជៀសពីបញ្ហាអស់នឹងបានដោយគ្រាន់តែប្រើ speed ថតឲ្យលឿនជាងល្បឿនថតដែលមានសុវត្ថិភាពហើយចុះល្បឿនថតដែលមានសុវត្ថិភាពនឹងបានមកពីណាវិញល្បឿនថតដែលមានសុវត្ថិភាពគឺសំដៅទៅលើល្បឿនថតសម្រាប់ប្រវែង lens នីមួយៗឧទាហរណ៍យើងប្រើ lens 50mm ល្បឿនថតដែលមានសុវត្ថិភាពរបស់ lens ហ្នឹងគឺ1/50បើយើងថត speed យឺតជាងហ្នឹងឬក៏ទាបជាងហ្នឹងនៅពេលដែលដៃរបស់យើងមានការរង្គើឬក៏ញ័ររូបថតរបស់យើងថតចេញមកអាចនឹងពេលឬក៏អត់ច្បាស់ដូច្នេះកាមេរ៉ាយើងត្រូវប្រើ speed ឲ្យលឿនជាងល្បឿនថតដែលមានសុវត្ថិភាពទើបថតចេញមក subject យើងច្បាស់ល្អវាអាចជួយយើងពេលមានការរង្គើឬញ័រដៃដោយប្រការណាមួយបានក្នុងចំណុចនេះខ្ញុំសូមបន្ថែមបន្តិចសម្រាប់ការថតមនុស្សវិញ lens ដែលមាន IS OS VR ដែលយើងស្គាល់ថាជាប្រព័ន្ធទប់លំនឹងពីការរង្គើឬញ័រដៃហ្នឹងវាអត់ធ្វើឲ្យ subject ដែលមានចលនាលឿនហ្នឹងច្បាស់បានទេសម្រាប់ការថតមនុស្សដែលមានចលនា speed កាន់តែលឿនគឺកាន់តែល្អសូមអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូបន្ទាប់